បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ថ្នាក់រៀនអានពាក្យភាសាអង់គ្លេសរបស់គ្នាហើយនៅក្នុងវីដេអូនេះគឺយើងនឹងរៀននៅក្នុងទំព័រទី53រហូតដល់57ណាបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលមានសិភៅនេះសូមបងប្អូនបើកទៅទំព័រហ្នឹងទៅនឹងឃើញខ្លឹមសាររបស់មេរៀនយើងហើយអូខេតោះឥឡូវយើងចូលមកមេរៀននេះបងប្អូនក្នុងនេះគឺយើងរៀនអំពីពាក្យដែលដឹកនាំទៅដល់អក្សរ A មានន័យថានាំមុខដល់អក្សរ A ស្រៈផ្សំដែលនាំមុខដល់អក្សរ A បាទអញ្ចឹងទី4គឺយើងលើកយក A I R បាទយើងនាំមុខដោយ A ហើយផ្សំជាមួយនឹង I និង R 3អក្សរហ្នឹងផ្សំចូលគ្នាបានទៅជាសំឡេង ear ដោយអក្សរខ្មែរសេ ear អញ្ចឹងណាបងប្អូនបាទ ear នេះ phonetic របស់វាទៅសេបែបនេះបងប្អូនណា ear បាទអញ្ចឹងឧទាហរណ៍ដូចពាក្យនេះយើងអានថាម៉េចបងប្អូនបាទអក្សរ H sound របស់វាគឺ h ear here អូខេ here ប្រែថាសក់បាទអញ្ចឹងពេលដែលបងប្អូនចេះសង្កត់នេះទៅវាសាក់ផ្សំទៅវាងាយស្រួលបងប្អូនណាគ្រាន់តែបងប្អូនឃើញ A I R នេះយើងអានបានហើយគឺ ear បាទអញ្ចឹងយើងអត់ចាំបាច់ប្រកបច្រើនទេដោយពាក្យនេះយើងអានថា fear f ear fear យើងប្រែថាយុត្តិធម៌ណាបងប្អូនបាទ fear អូខេពាក្យជាបន្តបងប្អូនបាទពាក្យនេះគឺ ch សំឡេងវាឆណាបងប្អូន ch cheer cheer ប្រែថាកោតអីអូខេណាចឹងបងប្អូនយល់ហើយមួយចំណុចទី4នេះគឺ AIR សំឡេង ear ហើយសម្រាប់បងប្អូនដែលមានសភៅនេះបងប្អូនបើកទៅឃើញខ្លឹមសារមេរៀនហ្នឹងមានឧទាហរណ៍ច្រើនជាងនឹងទៀតមួយទំព័រឯណោះណាមានឧទាហរណ៍ច្រើនតែដោយសារក្នុងវីដេអូខ្ញុំអត់អាចលើកយកឧទាហរណ៍មកទាំងអស់បានទេបងប្អូនវាវែងពេកណាបាទអូខេទី5បងប្អូនចូលដល់ទី5គឺអក្សរ A ផ្សំជាមួយនឹងអក្សរ W A ផ្សំមួយ W កើតជាសំឡេង O អូខេដូចពាក្យនេះ E sound D ណា E sound D R sound R D និង R dr or draw យើងប្រែថាគូរូបបងប្អូនគូឬក៏យើងអីហ្នឹងនេះមិនគូមួយគូពីរហ្នឹងអត់ទេណាបងប្អូនបាទគូនេះប្រែថាគូរូបគូអីហ្នឹងបាទអូខេវាជាបន្តនេះជាង3ចំនួនតបគ្នាបងប្អូនបាទ S sound S T T S T S ណាសនឹងថស្ទនឹងរស្ត្រណា3ចូលគ្នាបងប្អូនណាស្ត្រ or straw យើងប្រែថាបំពង់បឺណាបំពង់បឺអូខេជាបន្តបងប្អូន L sound L or law ប្រែថាច្បាប់អូខេ S sound S orសប្រែថារណាស្ដើងលើរណាអាអុកអាឈើហ្នឹងបងបាទឬមួយទៀតពាក្យសនេះមកពី past tense របស់ C យើងប្រែថាឃើញដល់ពេលសយើងបកប្រែថាបានឃើញឬក៏មើលឃើញយ៉ាងទៅណាបងបាទតោះឥឡូវយើងចូលទៅដល់ទី6បងប្អូនណាទី6គឺ A L double L ឬក៏ LE 3ក្រុមនឹងផ្សំចូលគ្នាបានជាសំឡេង all ដូចគ្នាបាទសំឡេង all ដូចគ្នាអញ្ចឹងឲ្យតែបងប្អូនឃើញ AL A double L ឬក៏ LE នឹងនៅជាមួយគ្នាគឺសំឡេងវា all អត់បាច់ចាំបាច់ប្រកបច្រើនទេបងប្អូនអានេះគឺជាក្បួននៅក្នុងការអានណាបងប្អូនបាទដោយពាក្យនេះអញ្ចឹងបងប្អូនឃើញអក្សរ C នេះគឺ sound វា k ណា C K A double L យើងដឹងហើយគឺ all អញ្ចឹង all call ប្រែថាហៅទូរស័ព្ទឬក៏យើងស្រែកហៅមនុស្សហ្នឹងក៏ call ដែរណាបាទជាបន្ត W sound V មាត់ស្រួចហ្នឹងបងV បាទV បូកនឹង all មក wall ប្រែថាជញ្ជាំងអញ្ចឹងងាយស្រួលក្នុងការឲ្យបងប្អូនរៀនអានណាបាទអានេះយើងប្រកបថាម៉េចបងប្អូន in នេះ in មិនអញ្ចឹងហ៎ in ណា in st all install យើងប្រែថាដំឡើងណាបងប្អូនបាទដំឡើងដូចយើងដំឡើងកម្មវិធីមួយយើង install វាណាអូខេពាក្យនេះ AL វិញម្ដងបងប្អូនណា AL និង AL so all salt E T អក្សរ Y នៅចុងព្យាង្គកើតសំឡេង E ណាបាទ salty យើងប្រែថាប្រៃហើយករណីអក្សរ Y នេះវាមានច្រើនករណីទៀតបងប្អូនអាច scroll ទៅមើលវីដេអូខ្ញុំមុនបានណាបាទអូខេពាក្យជាបន្ត animal យើងប្រែថាសត្វនេះ AL នៅក្នុងចុងនេះ all mall animal ប្រែថាសត្វបាទជិះពាក្យនេះអានថាម៉េចបងប្អូន horse speed tall សអិនផស្ព e speed all tall hospital យើងប្រែថាមន្ទីរពេទ្យណាបងប្អូនបាទមន្ទីរពេទ្យបាទមន្ទីរពេទ្យដល់ពេលនេះ LE វិញម្ដងហ្នឹងក៏ទុយ LE វិញម្ដងបាទទុយ LE យើងប្រកបថាម៉េច A T B all ball ពាក្យនេះអានថា table យើងប្រែថាតុបាទ
A នេះវាអត់មានតួប្រកបនៅខាងមុខអញ្ចឹងកាលណាអត់មានតួប្រកប sound វា A A T B នេះប្រកបមួយ LE B B all ball table យើងប្រែថាតុអូខេអានេះអានដើម្បីមុន C A N can មិនអញ្ចឹងហ៎បាទ can D all doll candle យើងប្រែថាទៀនបាទទៀនយើងដុតពេលមេឃងឹតឬក៏ពេលនៅវត្តអីនេះដុតទៀនណា candle នឹងឯងបាទអានេះអានថា all Paul apple បាទយើងអាចអាន apple អញ្ចឹងប៉ុន្តែករណីសម្គាល់មួយទៀតអក្សរ P កាលណាដែលវានៅខាងចុងព្យាង្គប្រកបមួយ LE គឺសំឡេងវាពបាទស្ទើរតែគ្រប់អក្សរ P ដែលនៅខាងចុងព្យាង្គប្រកបកាត់សនពអត់ចេញសនផទៀតហ្មងណាអញ្ចឹងយើងអានថា apple អត់ត្រូវទេបាទប្រកប apple បាទ apple តាមពិតបើយើងអាន apple ក៏វាអត់ខុសដែរហ្មងបាទក៏ប៉ុន្តែគាត់នៅថាការនិយាយទូទៅគេអាន apple វាយើងអាន apple មកយើងឆ្កងខុសគេតិចណាបងប្អូនបាទអូខេតោះមុនសំឡេងចុងក្រោយសំដៅសំឡេងទី7បងប្អូនណា A R E ដូចតែខាងនេះដែរបងប្អូនបាទសំឡេងដូចគ្នាដែរ A R E និង A I R ហ្នឹងពីរហ្នឹងគឺដូចគ្នា ear ដូចគ្នាណាបងប្អូនមកសំឡេង ear ដូចគ្នាបាទ ear អញ្ចឹង phonetic វាខ្ញុំមិនបានសរសេរទេដោយសារវាដូចគ្នាជាមួយនឹងខាងនេះដែរបាទ ear Kia បាទ A R E នេះមកមុនចំណាំមកតែឃើញអាហ្នឹងមកគឺ ear ហើយបាទអញ្ចឹង C នេះ sound វា ear Kia ណា Kia យើងប្រែថាមើលថែឬក៏យកចិត្តទុកដាក់ណាបងប្អូនធ្លាប់ឮពាក្យហ្នឹងអាសាឮណា take care ហ្នឹងណាបាទអូខេតមកទៀត S sound នឹង ear scare យើងប្រែថាភ័យខ្លាច I feel scared ប្រែថាខ្ញុំមានអារម្មណ៍ភ័យខ្លាចណាបាទ dear dear បាទ A R E ear D ear dear យើងប្រែថាហ៊ានបាទហ៊ានឬក៏បើក្នុងន័យសម្បត្តិឬក៏ email ឯងយើងប្រែថាជូនចំពោះណាបងប្អូនបាទ dear Mr. San នេះចឹងទៅជូនចំពោះលោកសានទៅបាទ dear មួយទៀតយើងប្រែថាហ៊ានឧទាហរណ៍ថា how dare you do that to me បាទហេតុអីបានជាអ្នកហ៊ានធ្វើអញ្ចឹងដាក់ខ្ញុំណាបាទអញ្ចឹងពាក្យ dear នេះយើងប្រែថាហ៊ានឬក៏មួយទៀតប្រែថាជូនចំពោះអូខេបាទពាក្យជាបន្តមកpre បាទ e នេះកាលណាដែលអត់មានតួប្រកបនៅក្នុងចុង sound វា e អញ្ចឹងpre អានេះprepare បាទ prepare គឺប្រែថាទីចង់ណាអូខេអញ្ចឹងកាលណាបងចេះพูดវាអានស្រួលទេបងអត់ពិបាកឯងឃើញពាក្យមកក៏យើងអានបានដែរបាទពាក្យចុងក្រោយបងប្អូនបាទអក្សរផ្សំចុងក្រោយដែលដឹកមុខដោយ A គឺលេខរៀងទី8 A ផ្សំមួយ L ផ្សំមួយ K ALK 3អក្សរហ្នឹងគឺសំឡេងវា ok អូខេអញ្ចឹងឲ្យតែបងប្អូនឃើញអា3ហ្នឹងចូលគ្នាមកមិនបាច់ប្រកប3ច្រើននេះអាន ok ទៅតែម្ដងបាទតោះនេះ ok talk ប្រែថាជជែកគ្នា CH បងប្អូនដឹងណា sound វាឆអញ្ចឹងឆ ok chalk ប្រែថាដីស W walk ប្រែថាដើរអូខេងាយស្រួលអញ្ចឹងបងប្អូនអាចចំណាំមើលក្បួនទាំងអស់នេះបានហើយពេលដែលបងប្អូនជួបពាក្យថ្មីបងប្អូនអាចអានបានហើយសូមបញ្ជាក់សម្រាប់បងប្អូនដែលចង់បានសៀវភៅនេះយកទៅរៀនមើលខ្លួនឯងបងប្អូនអាចទំនាក់ទំនងខ្ញុំបានហើយសូមបញ្ជាក់បងប្អូនគាត់ឆ្ងល់ថាតើសៀវភៅនេះមានលក់នៅបណ្ណាគារណាតាមពិតអត់មានលក់នៅតាមបណ្ណាគារណាទេបងប្អូនសៀវភៅនេះគឺជាការរៀបចំឡើងដោយខ្ញុំខ្លួនឯងផ្ទាល់តាមរយៈបទពិសោធន៍និងការសិក្សាស្រាវជ្រាវមករបស់ខ្ញុំណាបាទអញ្ចឹងអត់ទាន់មានលក់នៅតាមបណ្ណាគារទេបងប្អូនបាទបងប្អូនចង់បានតើតាបងប្អូនតាក់ទងមកខ្ញុំផ្ទាល់ទៅមានសៀវភៅនេះលក់ជូនណាបងប្អូនបាទអូខេអរគុណច្រើនបងប្អូន